នៅជាយក្រុងតូចមួយមានក្មេងស្រីម្នាក់ឈ្មោះស្រីនាអាយុប្រហែល12ឆ្នាំនាងរស់នៅជាមួយម្ដាយក្នុងផ្ទះឈើចាស់មួយដែលស្ថិតនៅជាព្រៃតូចពេលយប់សូម្បីតែខ្យល់បក់ក៏ធ្វើឲ្យផ្ទះក្របៀកដូចជាមាននរណាម្នាក់ដើរលេងលើដំបូលមួយថ្ងៃស្រីនាបានឮអ្នកជិតខាងនិយាយថាផ្ទះនោះមុននេះមានមនុស្សស្លាប់ដោយអំពើខ្មោចចង់ចិត្តមិនធម្មតាទេស្រីនាមិនជឿទេតែនៅយប់នោះម៉ោងប្រហែល12កន្លះនាងបានឮសំឡេងស្ត្រីម្នាក់ហៅពីក្រោយផ្ទះស្រីនាចេញមកបន្តិចមកសំឡេងនោះទន់ប៉ុន្តែត្រជាក់ចិត្តនាងភ្ញាក់ពីគេងហើយដើរទៅជិតបង្អួចខាងក្រៅងងឹតជ្រៅតែមានស្រមោលស្ត្រីម្នាក់ឈរនៅជិតដើមឈើមកជិតខ្ញុំរងចាំយូរហើយស្រីនាខ្លាចតែមានអារម្មណ៍ដូចជាមានអ្វីមួយទាក់ទាញនាងជើងនាងដើរចេញទៅក្រៅដោយមិនដឹងខ្លួនភ្លាមម្ដាយនាងភ្ញាក់ឡើងហើយហៅស្រីនាកុំចេញទៅវាមិនមែនមនុស្សទេតែយឺតពេលហើយស្រីនាដើរទៅដល់ដើមឈើហើយស្ត្រីនោះបង្ហាញមុខសស្លាប់ស្រពេចថ្មេកខ្មៅជ្រៅសក់វែងមុខពេញហើយបបោមាត់ញញឹមបែបគួរឲ្យខ្លាចអ្នកគឺជាមនុស្សថ្មីខ្ញុំត្រូវការអ្នកជំនួសភ្លាមនោះខ្យល់បក់ខ្លាំងហើយស្រីនារំអិលជើងដូលពេលនាងភ្ញាក់ឡើងវិញនាងស្ថិតនៅក្នុងផ្ទះតែមិនអាចផ្លាស់ទីបានម្ដាយនាងយំស្រែកកូនខ្ញុំត្រូវអំពើគេចង់ហើយចាប់ពីថ្ងៃនោះទៅស្រីនាមានអាការៈចម្លែកយប់នាងនិយាយម្នាក់ឯងថ្មីនាងមិនមើលទៅទេហើយពេលខ្លះនាងញញឹមដូចជាមានមនុស្សផ្សេងមួយយប់នាងនិយាយសំឡេងមិនមែនរបស់ខ្លួនផ្ទះនេះជារបស់ខ្ញុំអ្នកទាំងអស់គ្នាចេញទៅម្ដាយនាងភ័យខ្លាំងហៅគ្រូអាគមមកជួយតែពេលគ្រូមកដល់ស្រីនាអង្គុយនៅជ្រុងបន្ទប់ហើយសើចស្ងៀមគ្រូនិយាយសំឡេងធ្ងន់នេះមិនមែនខ្មោចធម្មតាទេវាជាអំពើដែលមានមនុស្សធ្វើឡើងដើម្បីចង់ប្រលឹងភ្លាមទ្វារបាត់ខ្ទប់ដោយខ្លួនឯងភ្លើងភ្លឺញឿសំឡេងស្ត្រីនោះចេញពីមាត់ស្រីនាអ្នកណាក៏មិនអាចយកនាងទៅវិញបានទេហើយភ្លាមស្រីនាដួលសន្លប់ពេលនាងភ្ញាក់ឡើងវិញនាងមើលម្ដាយរបស់នាងប៉ុន្តែថ្មីនាងគ្មានអារម្មណ៍ណាមួយទេនាងញញឹមបន្តិចហើយនិយាយថាម៉ាក់ខ្ញុំមិនមែនកូនម៉ាក់ទៀតទេក្រៅផ្ទះមានសំឡេងបក់និងសំឡេងសើចស្ត្រីពីរព្រៃឈើហើយចាប់ពីថ្ងៃនោះទៅមនុស្សនៅជុំវិញនោះមិនដែលឃើញស្រីនាដូចមុនទៀតឡើយបន្ទាប់ពីយប់នោះម្ដាយស្រីនាមិនអាចទ្រាំមើលកូនស្រីរបស់ខ្លួនបែបនោះបានទេស្រីនានៅតែដើរលេងយប់ដូចជាមានអ្វីមួយហៅនាងទៅព្រៃជារៀងរាល់ថ្ងៃមួយយប់ម្ដាយបានដើរតាមនាងស្រីនាដើរយឺតទៅកាន់ដើមឈើចាស់ដដែលខ្យល់ត្រជាក់បក់ហើយសំឡេងស្ត្រីម្នាក់ទៀតឮឡើងអ្នកបានមកវិញហើយស្រីនាឈរស្ងៀមហើយឆ្លើយដោយសំឡេងពីរបញ្ចូលគ្នាខ្ញុំមិនមែនម្នាក់ឯងទេភ្លាមដៃនៅជុំវិញដើមឈើចាប់ផ្ដើមរញ្ជួយបន្តិចម្ដាយនាងភ័យខ្លាចតែបន្តមើលនាងឃើញថាមានវត្ថុមួយត្រូវបានបង្កប់ក្រោមដីដូចជាកញ្ចប់អ្វីមួយចាស់ថ្ងៃបន្ទាប់ម្ដាយនាងទៅរកគ្រូអាគមម្ដងទៀតគ្រូនិយាយថាបើមានអំពើត្រូវមានអ្វីមួយដែលគេចង់ទុកប្រសិនបើយើងរកឃើញវាអាចបំបត្តិបានប៉ុន្តែគ្រោះថ្នាក់ណាស់យប់នោះពួកគេដើរទៅជិតដីក្រោមដើមឈើដីត្រជាក់និងមានក្លិនចម្លែកបន្ទាប់ពីជីកបានបន្តិចគេរកឃើញប្រអប់ឈើតូចមួយដែលចងដោយខ្សែពណ៌ក្រហមចាស់គ្រូនិយាយតិចកុំប៉ះដោយដៃទទេអីតែភ្លាមស្រីនាដែលគេនាំមកជាមួយស្រែកខ្លាំងហើយរត់ទៅកាន់ប្រអប់នោះវាជារបស់ខ្ញុំទេកុំប៉ះវាអីនាងបើកប្រអប់ដោយកម្លាំងចម្លែកមួយខាងក្នុងមានសក់មនុស្សនិងរូបតូចមួយដែលដេរដោយក្រណាត់
និងមានឈ្មោះស្រីនាសរសេរលើវាខ្យល់បក់ខ្លាំងភ្លាមដើមឈើរំញើសំឡេងស្ត្រីនោះសើចអ្នកយឺតពេលហើយភ្លាមស្រីនាឈោស្ងៀមហើយថ្មិចញ៉ាំងប្រែជាខ្មៅជ្រៅគ្រូស្រែកវាបានចូលពេញលេងហើយគ្រូបំផ្លាញវាទាន់ពេលគ្រូយកភ្លើងបំផ្លាញរុក្ខកណាត់នោះប៉ុន្តែពេលភ្លើងឆេះស្រីនាស្រែកយ៉ាងឈឺចាប់ហើយដួលទៅលើដីឈប់ទៅកូនខ្ញុំភ្លាមភ្លើងផុតហើយអ្វីស្ងប់វិញស្រីនាកេងស្ងៀមមិនមានចលនាបន្ទាប់ពីបន្តិចនាងបើកថ្មិចឡើងវិញថ្មីធម្មតានិយាយសំឡេងទន់ម៉ាក់ខ្ញុំមកវិញហើយម្ដាយរត់ទៅអោបនាងដោយអារម្មណ៍រីករាយតែគ្រូអាគមនៅស្ងៀមមុខធ្ងន់គាត់និយាយតិចវាមិនទាន់ចប់ទេអំពើនេះមិនមែនគ្រាន់តែចង់នាងទេតែមានអ្នកនៅក្រោយវាយប់នោះខណៈដែលអ្នកទាំងអស់គ្នាគិតថាអ្វីបានបញ្ចប់នៅក្នុងកញ្ចប់ចាស់មួយក្នុងផ្ទះមានស្រមោលស្ត្រីម្នាក់ឈរញញឹមពីក្រោយស្រីនាបន្ទាប់ពីយប់នោះស្រីនាមានអាការៈធម្មតាដូចមុនតែមានអ្វីមួយមិនត្រឹមត្រូវពេលនាងឈរមកកញ្ចក់ស្រមោលនៅក្រោយនាងមិនធ្វើចលនាដូចគ្នាម្ដងនាងឃើញស្ត្រីម្នាក់នៅក្នុងកញ្ចក់មុខសក់វែងហើយញញឹមបែបត្រជាក់ស្រីនាចាប់ផ្ដើមភ័យម៉ាក់ខ្ញុំឃើញនាងម្ដងទៀតហើយម្ដាយនាងកាន់តែព្រួយហើយទៅរកគ្រូអាគមសាជាថ្មីគ្រូស្ដាប់ហើយនិយាយថានាងមិនចេញទាំងស្រុងទេនាងនៅជួបជាមួយស្រីនាតាមរយៈអ្វីម្ដាយសួរគ្រូស្ងៀមបន្តិចហើយនិយាយថាអ្នកដែលធ្វើអំពើនៅចិត្តយើងជាងដែលកើតពាក្យនេះធ្វើឲ្យម្ដាយស្រីនាចាប់ផ្ដើមសង្ស័យអ្នកជំវិញ មានមនុស្សម្នាក់ដែលតែងតែមកផ្ទះអ៊ំសុភាអ្នកចិត្តខាងដែលមើលទៅស្ងៀមស្ងាត់តែថ្មីមានអារម្មណ៍ចម្លែកនាងតែងនិយាយថាកូនស្រីអ្នកស្អាតខ្លាំងណាស់មានអនាគតល្អប៉ុន្តែមានអ្វីមួយនៅក្នុងសម្លេងនាងមិនធម្មតាយប់មួយម្ដាយស្រីនាសម្រេចចិត្តតាមដានអ៊ីសុភានាងឃើញអ៊ំសុភាដើរចេញពីក្នុងផ្ទះនៅពាក់កណ្ដាលយប់ទៅកាន់ព្រៃក្រំពន្លឺច័ន្ទអ៊ំសុភាឈរនៅដើមឈើចាស់ហើយនិយាយសំឡេងទាបឲ្យខ្ញុំអ្នកកាយនាងហេតុអ្វីអ្នកមិនយកនាងទៅទាំងស្រុងភ្លាមខ្យល់បក់ហើយសំឡេងស្ត្រីមួយឆ្លើយតបពីលើអាកាសនាងខ្លាំងជាងដែលកើតទៅទៀតម្ដាយស្រីនាភ័យខ្លាចតែយល់ច្បាស់អ៊ំសុភាគឺជាអ្នកធ្វើអំពើថ្ងៃបន្ទាប់គាត់នាំគ្រូអាគមទៅប្រជុំមុខនឹងអ៊ំសុភាពេលគ្រូអាគមមកដល់អ៊ំសុភាញញឹមស្ងៀមអ្នកមកយឺតពេលហើយគ្រូនិយាយខ្លាំងបញ្ចប់អំពើនេះភ្លាមបាត់បង់ប្រលឹងដល់អ្នកចងអ៊ំសុភាសើចស្រាលខ្ញុំចង់បានកាយនាងដើម្បីបន្តជីវិតរបស់ខ្ញុំភ្លាមស្រីនាដែលឈរនៅចិត្តចាប់ផ្ដើមញើថ្មីនាងប្រែជាខ្មៅម្ដងទៀតសំឡេងពីរចេញពីមាត់នាងខ្ញុំនិយាយថាខ្ញុំនឹងនាងគ្រូស្រែកឥឡូវនេះត្រូវបំបែកពួកវាគ្រូចាប់ផ្ដើមធ្វើពិធីបញ្ចេញមុនខ្យល់បក់ខ្លាំងទ្វាខ្ទប់បរិយាកាសងងឹតសូន្យសុងអ៊ំសុភាស្រែកបញ្ឈប់នាងជារបស់ខ្ញុំតែស្រីនាប្រយុទ្ធនឹងខាងក្នុងខ្ញុំមិនអោយអ្នកយកខ្ញុំទេភ្លាមមានពន្លឺភ្លឺខ្លាំងមួយសំឡេងស្ត្រីនោះស្រែកហើយមាត់ទៅក្នុងខ្យល់ស្រីនាដួលសន្លប់អ៊ំសុភាដូរលើដីមកនាងចាស់ភ្លាមដូចជាអស់កម្លាំងជីវិតអ្វីស្ងប់វិញបន្ទាប់ពីពេលខ្លះស្រីនាបើកថ្មិចឡើងថ្មិចធម្មតាគ្មានអ្វីចម្លែកទៀតឡើយនាងនិយាយស្រាលម៉ាក់ខ្ញុំសុខសប្បាយហើយគ្រូដកដង្ហើមជ្រៅឥឡូវនេះវាបានចប់ពិតហើយបន្ទាប់ពីហេតុការណ៍ធំទាំងអស់ស្រីនានិងម្ដាយបានព្យាយាមរស់នៅដូចធម្មតាវិញផ្ទះឈើចាស់មើលទៅស្ងប់ស្ងាត់ជាងមុនគ្មានសំឡេងចម្លែកនៅពេលយប់ទៀតឡើយថ្ងៃកន្លងទៅអ្វីដូចជាធម្មតាទេតែមួយយប់
ស្រីនាភ្ញាក់ពីគេងដោយគ្មានមូលហេតុបន្ទប់ស្ងៀមពេកដូចជាមិនមានសំឡេងខ្យល់ទៀតសោះនាងដើរយឺតទៅមុខកញ្ចក់ចាស់ដដែលពេលនាងឈរមុខកញ្ចក់រូបនាងនៅក្នុងកញ្ចក់មិនញញឹមទេស្រីនាចាប់ផ្ដើមដកដង្ហើមលឿនភ្លាមរូបនៅក្នុងកញ្ចក់ញញឹមយឺតតែមុខស្រីនានៅខាងក្រៅនៅតែស្ងៀមអ្នកមិនតន់ទៅទេស្រីនានិយាយតិចសំឡេងមួយឆ្លើយតបពីក្នុងកញ្ចក់ខ្ញុំមិនមែនចាក់ចេញទេបន្ទប់ត្រជាក់ភ្លាមពន្លឺភ្លឺចាប់ផ្ដើមញ័រភ្លាមនោះស្រីនាចង់ចាំពាក្យចុងក្រោយរបស់គ្រូអាគមបើនៅមានសំណល់វានឹងនៅក្នុងកន្លែងដែលភ្ជាប់នឹងព្រលឹងដូចជាកញ្ចក់ស្រីនាមិនរត់ទេនឹងឈរមកកញ្ចក់ហើយនិយាយដោយសំឡេងរងមាំនេះជាជីវិតខ្ញុំអ្នកមិនអាចយកវាទៀតបានទេរូបនៅក្នុងកញ្ចក់សើចអ្នកប្រកាសទេភ្លាមស្រមោលនោះព្យាយាមទាញនាងចូលទៅក្នុងកញ្ចក់ខ្យល់បក់ខ្លាំងទ្វារខ្ទប់ដោយខ្លួនឯងស្រីនាប្រយុទ្ធដោយអស់កម្លាំងនាងយកវត្ថុមួយនៅជិតដែកតូចមួយហើយបោះទៅលើកញ្ចក់បាត់កញ្ចក់ដាក់បែកជាច្រើនបំណែកសំឡេងស្ត្រីនោះស្រែកយ៉ាងខ្លាំងហើយបាត់ទៅក្នុងភាពងងឹតភ្លាមអ្វីស្ងប់វិញស្រីនាដូរអង្គុយលើដីដកដង្ហើមខ្លាំងម្ដាយរត់ចូលមកកូនមានអ្វីកើតឡើងមែនទេស្រីនាមើលមុខម្ដាយហើយញញឹមបន្តិចលើកនេះជាញញឹមធម្មតាទេវាចប់ហើយម៉ាក់ផ្ទះនោះមិនមានហេតុការណ៍ចម្លែកទៀតទេស្រីនាធម្មតាវិញទាំងចិត្តនិងជីវិតដើមឈើចាស់ក៏ត្រូវបានកាប់ចោលអ្វីដែលពាក់ព័ន្ធនឹងអំពើត្រូវបានបំផ្លាញអស់ដែលប៉ុន្តែនៅពេលព្រះអាទិត្យលិចហើយពន្លឺចុងក្រោយប៉ះលើបំណែកកញ្ចក់ចាស់មួយដែលនៅសល់ក្រោមគ្រែមានស្រមោលខ្មៅតូចមួយរំកិលបន្តិចហើយសំឡេងស្រាលមួយឮដូចខ្យល់យើងក៏ជួបគ្នាវិញ